កុំឲ្យខាតលុយចោលទាំងនេះជាក្បួនទិញឡានមួយទឹកល្អបំផុតដែលគួរដឹងសពថ្ងៃមនុស្សភាគច្រើនតែងប្រាថ្នាចង់បានរថយន្តស៊េរីទំនើបនិងគុណភាពខ្ពស់ដែលអាចប្រើបានយូរនិងងាយស្រួលជិះតែវាក៏អាស្រ័យលើផ្នែកហិរញ្ញវត្ថុរបស់អ្នកទិញផងដែរជាពិសេសបើយើងមានថវិកាគ្រប់គ្រាន់ហើយយើងក៏ត្រូវដឹងពីយុទ្ធសាស្ត្រនិងក្បួនក្នុងការទិញរថយន្តជៀសវាងខាតលុយនិងទទួលបានផលចំណេញតិចទៅលើគុណភាពរថយន្តជាទូទៅមនុស្សភាគច្រើនអាចទិញរថយន្តបានទៅតាមលទ្ធភាពដើម្បីឲ្យត្រូវទៅនឹងស្ថានភាពរស់នៅប្រចាំថ្ងៃភាគច្រើនអាចជាប្រភេទរថយន្តមួយទឹករថយន្តថ្មីរថយន្តវ័យដូរនិងផ្សេងទៀតដូច្នេះហើយក្បួនទាំងនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ដែលមានផលចំណេញច្រើនសូម្បីតែបរទេសក៏ប្រើប្រាស់នៅក្បួនទាំងនេះដែរសម្រាប់ក្បួនបង់រំលោះ20ខែមេសាឆ្នាំ10ជាក្បួនរបស់បរទេសដែលយើងអាចយកក្បួននេះមកប្រើនៅកម្ពុជាបានតួលេខ20សំដៅលើលុយដែលយើងមាននិងអាចមានលទ្ធភាពបង់ឲ្យម្ចាស់ឡានបានតួលេខ4មានន័យថារាល់ការបង់រំលោះគួរតែកុំឲ្យលើសរយៈពេល4ឆ្នាំព្រោះក្រោយរយៈពេល4ឆ្នាំតម្លៃឡាននឹងចុះថ្លៃតួលេខ10សំដៅលើ10%នៃចំណូលប្រាក់ខែរបស់យើងដែលអាចបង់លុយឲ្យម្ចាស់រថយន្តមិនលើស10%នៃប្រាក់ចំណូលប្រចាំខែរបស់ខ្លួនឯងគួរស្រាវជ្រាវពីតម្លៃជាមុនសិនប្រសិនបើស្រាវជ្រាវពីម្ចាស់រថយន្តចាប់ពី4ទៅ5អ្នកគឺកាន់តែល្អដើម្បីដឹងពីតម្លៃទីផ្សារអាចស្វែងរកតាមរយៈអ្នកស្គាល់គ្នាវេបសាយលក់រថយន្តក្នុងស្រុកតាមរយៈ Facebook ឬ Telegram ដើម្បីដឹងថាឡានក្រដាសពន្ធតម្លៃប៉ុណ្ណានិងតម្លៃឡានផ្លាកលេខធ្លាក់ថ្លៃសល់តម្លៃប៉ុណ្ណានិងគ្រឿងបន្លាស់ជាមធ្យមជួសជុលអស់ប៉ុន្មានដើម្បីងាយស្រួលតថ្លៃនៅពេលទៅទិញអ្នកទាំងអស់គ្នាគួរតែឆែកមើលឯកសារម្ចាស់ដើមរថយន្តជាមុនសិនថាឡានមួយនោះជាឡានម្ចាស់ដើមឬជាឡានលក់តគ្នាមិនបានកាត់ឈ្មោះឬជាឡានដែលប្រញាប់លក់យកលុយដូច្នេះអ្នកទាំងអស់គ្នាគួរសុំឆែកមើលអត្តសញ្ញាណប័ណ្ណនិងឯកសារដែលពាក់ព័ន្ធនឹងលិខិតទិញលក់ជាមុនសិនជៀសវាងប៉ះចំឡានដែលកាត់តបុកប៉ះនឹងផ្ទោពណ៌ធ្វើឲ្យបាត់បង់គុណភាពឡានការសាកល្បងបែបដោយគិតទៅលើការប្រតិបត្តិចង្កូតឡានថាវាមានដំណើរការល្អឬអត់បើសិនជាអាចគួរតែបើកទេសសាកល្បងផ្ទាល់នៅលើផ្លូវតរងនិងផ្លូវកោងដើម្បីដឹងពីលំនឹងចង្កូតរបស់ឡានបន្ទាប់មកមើលលើសន្ទុះឡានថាម៉ាស៊ីននៅដំណើរការល្អដែរឬទេលឿនឬក៏យឺតក្នុងករណីដែលយើងមិនច្បាស់អាចយកឲ្យជាងដែលមានជំនាញពិនិត្យមើលគ្រប់ប្រព័ន្ធនៃឡានដើម្បីធានាបាននូវសុវត្ថិភាពចុងក្រោយនោះត្រូវចេះតថ្លៃជាទូទៅអ្នកលក់រថយន្តតែងដំឡើងតម្លៃលើទីផ្សារឲ្យខ្ពស់ដោយសារអតិថិជននឹងមានការតថ្លៃនៃតម្លៃដើមដូច្នេះយើងអាចសួរពីតម្លៃដែលត្រូវលក់និងតម្លៃជួសជុលផ្សេងគិតជាមធ្យមរួចយើងអាចតថ្លៃចុះពី10ទៅ20%ដោយមើលលើស្ថានភាពឡានជាក់ស្ដែងគួរបញ្ជាក់ថាក្បួនទាំងនេះជាមួយផ្នែកដែលអាចជួយឲ្យអ្នកទាំងអស់គ្នាមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការទិញរថយន្តមកប្រើប្រាស់ដូច្នេះមុននឹងទិញគួរតែគិតទៅលើរបៀបទុកដាក់ថវិកាផ្ទាល់ខ្លួនរបៀបពិនិត្យមើលរថយន្តក្បួនក្នុងការទិញរថយន្តពិនិត្យមើលលើទីផ្សារគ្រឿងឡាននិងគួរទិញពីមនុស្សដែលអ្នកទាំងអស់គ្នាទុកចិត្តដោយមាននៅលិខិតនិងឯសារពាក់ព័ន្ធច្បាស់លាស់អត្ថបទដោយងួនខុនណា Party, party, let's get lit. Let's get lit, 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 lit.